សមាជិក N Hyphen បរិច្ចាគទឹកប្រាក់ចំនួន100លានវ៉ុនទៅកាន់មន្ទីរពេទ្យសាំងស៊ុលស៊ូសម្រាប់មូលធិសុភមង្គលអ្នកជំងឺអាចនិយាយបានថាជាសមាជិកដ៏គួរឲ្យស្រឡាញ់បំផុតប្រចាំក្រុមកថាបានដោយព័ត៌មានដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថាសាន់វូសមាជិកក្រុម A Hyphen បានបរិច្ចាគទឹកប្រាក់ចំនួន100លានវ៉ុនយ៉ាងស្ងាត់ៗកាលពីអំឡុងខែធ្នូឆ្នាំ2024ទៅកាន់មន្ទីរពេទ្យសាំងស៊ុលស៊ូទៅកាន់នោះមិនមានការបញ្ចូលឈ្មោះរបស់តារាប្រុសរូបនោះនៅក្នុង Hall of Fame សម្រាប់ទឹកប្រាក់ដែលសាន់វូបានបរិច្ចាគនេះនឹងយកទៅប្រើប្រាស់សម្រាប់មូលនិធិសុភមង្គលអ្នកជំងឺដែលនឹងត្រូវរៀបចំសម្រាប់ការចំណាយទៅលើការព្យាបាលនិងកម្មវិធីគាំទ្រផ្សេងៗទៀតសម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យសាំងស៊ុំស៊ូគួរឲ្យដឹងដែរថាក្រុមចម្រៀង N Hyphen បាននឹងកំពុងរៀបចំការប្រគំតន្ត្រីជុំវិញពិភពលោកដែលមានឈ្មោះថា Walk the Line ដោយចាប់ផ្ដើមការសម្ដែងដំបូងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងនិងបន្តទៅកាន់ទីក្រុងសៃតាម៉ា Fukuoka អូសាកាប្រទេសជប៉ុននិងប្រទេសជាច្រើនទៀតផងដែរក្រុមចម្រៀងនេះរាប់ទុកថាជាក្រុមចម្រៀងដែលធ្វើការប្រគំតន្ត្រីនៅពហុកីឡដ្ឋានបានលឿនបំផុតនៅក្នុងប្រទេសជប៉ុនដែលបានធ្វើការប្រគំតន្ត្រីនៅក្នុងពហុកីឡដ្ឋានក្នុងគម្រប់ខួប4ឆ្នាំ7ខែរាប់ចាប់តាំងពីថ្ងៃបង្ហាញខ្លួនជាផ្លូវការរបស់ពួកគេរាយការណ៍ពីនាងខ្ញុំសវណ្ណី TV5 Online News